និយាយពីយុទ្ធការដ៏រឹងមាំដែលប្រោះបានដាក់នៅក្នុងដួងចិត្តនិងជីវិតរបស់ទូបង្គំមិនដែលឲ្យកូនគ្មានអ្វីសោះឡើយប៉ុន្តែកូនមានដួងចិត្តដើម្បីនឹងប្រសើរដល់ការប្រអប់នៅព្រឹកនេះព្រះយេស៊ូវប្រហែលទោះបីជាទូបង្គំរកគ្នាមានភាពនឿយហត់ទូបង្គំជួបភាពសោកសម្រេងប៉ុណ្ណាក៏ដោយតែសូមឲ្យទូបង្គំនៅតែចូលក្នុងដំណាក់របស់ព្រះអង្គมันเลิกได้แล้วจึงตระการรอลงน้ำมันบ่บอกยมเจ้ายมตรึกตาตายเรียกกูลงน้ำมันบ่บอกยมเจ้าคือบังจูเรียงร้อยទូបង្គំ
មឲ្យកូនអបកូនប្រងសម្រាប់ភាពផាត់នឿយរបស់ទូបង្គំសម្រាប់រូបកាយរបស់ទូបង្គំដែលនៅលើរាល់ថ្ងៃនេះនៅលើផែនដីកូនរាល់គ្នាគឺជាសាច់ឈាមទូបង្គំងាយនឹងធ្លាក់នៅក្នុងសេចក្តីល្បួងណាមួយទូបង្គំរាល់គ្នានឹងប្រឈមនៅបញ្ហាជាច្រើនប៉ុន្តែសូមឲ្យកូនរាល់គ្នាបានសម្លឹងមើលទៅកាន់ព្រះអង្គព្រះអង្គបានលះបង់ជាច្រើនព្រះអង្គបានអត់ធ្មត់ព្រះអង្គបានស៊ូទ្រាំគ្រប់ការទាំងអស់នៅពេលដែលគេបានឆ្កាងព្រះអង្គនៅពេលដែលគេមើលងាយព្រះអង្គនៅពេលដែលមនុស្សជាច្រើនគេចង់ផ្ចាញ់ចាលកាន់ព្រះអង្គប៉ុន្តែព្រះអង្គមិនរាប់ការទាំងអស់នោះជាអ្នកដែលនាំឲ្យព្រះអង្គបានងាកឆ្ងាយចេញពីព្រះវរបិតាឡើយព្រះបានបង្រៀនមកកាន់ជីវិតរបស់ទូបង្គំជារាល់ថ្ងៃហើយទូបង្គំរកគ្នាបានសម្លឹងមើលទៅកាន់ព្រះអង្គទោះបីជាទូបង្គំរកគ្នាមានការហត់នឿយមានការធ្លាក់ទៅក្នុងសេចក្តីល្បួងមានការបាក់ទឹកចិត្តមានការដែលនាំឲ្យទូបង្គំរកគ្នាបានឈឺចាប់មិនថានៅផ្នែកណានោះទេព្រះអង្គសូមទ្រង់បានផ្សះផ្សាដល់ដួងចិត្តរបស់ទូបង្គំរកគ្នាសូមទ្រង់បានបណ្ដាដល់ជូនទូបង្គំរកគ្នាឲ្យបើកចំហនៅចំពោះព្រះអង្គបើកូនដឹងថាព្រះអង្គមិនដែលបោះបង់ទូបង្គំរកគ្នាម្ដងណាឡើយទោះបីជាទូបង្គំរកគ្នាបានវង្វេងដូចជាព្រះអង្គបានបង្រៀនមកកាន់ទូបង្គំតាមរយៈកូនបើវង្វេងផងដែរទោះបីជាវង្វេងងាកបាយចេញពីឪពុកម្ដាយយ៉ាងណាក៏ដោយប៉ុន្តែទឹកចិត្តនៃឪពុកនៅតែចង់ឲ្យកូនល្អចង់ឲ្យកូនត្រឡប់មករកនៅឪពុកដែលជារូបកាយមួយផងដែរហើយកូនដឹងថាព្រះអង្គដូចគ្នានៅពេលដែលទូបង្គំរកគ្នាមិនទាន់បានទទួលជឿព្រះអង្គប៉ុន្តែព្រះអង្គបានលាដៃហើយហៅទូបង្គំឲ្យខ្លាចជាកូនប្រស្រីព្រះអង្គឲ្យទូបង្គំរកគ្នាបានផ្លាស់ប្រែដួងចិត្តរបស់ទូបង្គំទទួលយកនៅជីវិតដែលថ្មីការប្រោះលោះការផ្លាស់ប្រែដែលមកពីព្រះអង្គក៏នឹងថាព្រះអង្គតែងតែផ្ដល់នូវក្តីស្រឡាញ់ដ៏ពេញលេញនិងក្តីស្រឡាញ់ដែលមិនអាចនឹងមានអ្វីនឹងវាស់បាននោះឡើយហើយក្តីស្រឡាញ់របស់ព្រះអង្គគ្មានលក្ខខណ្ឌនោះឡើយមកកាន់ទូបង្គំសូមឲ្យកូនរកគ្នាបានរៀនពីចំណុចទាំងអស់នេះគុណនឹងថារូបកាយទូបង្គំអាចនឹងផ្ដល់ក្តីស្រឡាញ់ទៅនរណាម្នាក់អាចនឹងមិនអស់ពីដួងចិត្តរបស់ទូបង្គំនោះឡើយគុណនឹងថាទូបង្គំរកគ្នាជាមនុស្សដែលមានអំពើបាបតាំងពីដើមរឿងមកប៉ុន្តែគុណអរប្រគុណព្រះអង្គគុណជឿថាព្រះអង្គនឹងសម្អាតរទាំងអំពើបាបរបស់ទូបង្គំព្រះអង្គនឹងបំផ្លាស់បំប្រែដួងចិត្តដ៏គ្មានភាពក្តីស្រឡាញ់ពីមុនមកតែជុំឲ្យទូបង្គំរកគ្នាបានទទួលក្តីស្រឡាញ់របស់ព្រះអង្គហើយចែករំលែកក្តីស្រឡាញ់របស់ព្រះអង្គទៅកាន់មនុស្សដែលនៅជុំវិញទូបង្គំផងដែរបើទូបង្គំរកគ្នាគឺជាពន្លឺគឺជាអំបិលដែលព្រះអង្គបានដាក់ឲ្យទូបង្គំរកគ្នាលើផែនដីនេះដូច្នេះសូមឲ្យទូបង្គំរកគ្នាបានឈានជើងចេញទៅដើម្បីនឹងជាទៅដល់កន្លែងទីងងឹតផ្សេងទៀតឲ្យគេបានឃើញពីព្រះគុណសេរីល្អការដែលព្រះអង្គបានសង្គ្រោះការដែលព្រះអង្គបានដឹកនាំជីវិតរបស់ទូបង្គំជារាល់ថ្ងៃព្រះគុណព្រះអង្គហូមព្រះគុណរបស់ជុំត្របានហូមសំត្របានយាងមក